សូមគោរពបងប្អូនប្រិយមិត្តដែលចូលចិត្តស្វែងយល់អំពីច្បាប់ហើយបងប្អូនមួយចំនួនដែលបានចោទសួរខ្ញុំអំពីបញ្ហាដែលកើតមានផ្ទាល់ខ្លួនហើយអ្វីដែលបងប្អូនចោទសួរនោះគឺថាពាក់ព័ន្ធនឹងសិទ្ធិកាន់កាប់សំណួរដែលបងប្អូនជាច្រើនបានឆាតមកសួរនៅក្នុង page របស់ខ្ញុំគឺថាទី1ការកាន់កាប់ទី2ការស្នើសុំការកាន់កាប់វាមានន័យយ៉ាងម៉េចហើយបញ្ហាជាច្រើនដែលអាចកើតមានគឺអ្នកកាន់កាប់ទៅលើដីដែលមានការស្នើសុំកាន់កាប់អញ្ចឹងខ្ញុំនឹងបកស្រាយនៅក្នុងប្រធានបទនេះតាក់ទងទៅនឹងសិទ្ធិកាន់កាប់សិទ្ធិកាន់កាប់នេះគឺត្រូវបានទទួលស្គាល់នៅក្នុងក្រមរដ្ឋបវេនីបច្ចុប្បន្នដែលកំពុងតែអនុវត្តគឺមានចែងនៅក្នុងមាត្រា227ដែលបានបញ្ញត្តិថាការកាន់កាប់សំដៅទៅលើការក្តាប់ទុកវត្ថុការក្តាប់ទុកសំដៅទៅលើការគ្រប់គ្រងលើរូបវត្ថុតាមការជាក់ស្ដែងទោះដោយចំពោះក្តីឬដោយប្រយោលក្តីនេះគឺជានិយមន័យនៃការកាន់កាប់គឺជាការក្តាប់ទុកនៅវត្ថុហើយជាការក្តាប់គ្រប់គ្រងលើរូបវត្ថុតាមការជាក់ស្ដែងដោយចំពោះឬដោយប្រយោលអញ្ចឹងនៅក្នុងមាត្រានេះអត់មាននិយាយស្អីឲ្យស្មុគស្មាញទេគឺជាការកាន់កាប់ការក្តាប់ទុករូបវត្ថុហើយយើងដឹងហើយគឺការកាន់កាប់ក្តាប់ទុកនៅរូបវត្ថុនេះវាពាក្យថាវត្ថុនេះគឺអាចសំដៅទៅលើចលនៈវត្ថុនិងអចលនៈវត្ថុគឺដីអញ្ចឹងទេដោយសារតែបញ្ហាដីធ្លីគឺជាបញ្ហាមួយដែលជាបញ្ហារសើបពីព្រោះកត្តា2ដែលនាំឲ្យបញ្ហាដីធ្លីជាបញ្ហារសើបទី1មនុស្សចេះតែកើនដីអត់កើនទេទី2ដោយសារតែសេដ្ឋកិច្ចសង្គមល្អគឺដីកាន់តែឡើងថ្លៃអញ្ចឹងទេបាតុភិបផ្សេងនៅក្នុងសង្គមដែលជាចលនារបស់មនុស្សវាអាចកើតមាននៅបញ្ហាវាអាចកើតមាននៅទំនាស់ផលប្រយោជន៍ទៅលើដីធ្លីអញ្ចឹងនេះគឺជាការកាន់កាប់ដែលសិទ្ធិកាន់កាប់ដែលខ្ញុំបានលើកនៅក្នុងមាត្រា227ហើយនៅក្នុងមាត្រា228ការកាន់កាប់ដោយចំពោះនិងការកាន់កាប់ដោយប្រយោលការកាន់កាប់អាចធ្វើបានដោយប្រយោលតាមរយៈអ្នកដទៃបានក្នុងករណីដែលបានកំណត់នៅក្នុងកថាខណ្ឌទី1នេះអ្នកដែលក្តាប់ទុកវត្ថុដោយផ្ទាល់ហៅថាអ្នកកាន់កាប់ដោយចំពោះរីឯអ្នកក្តាប់វត្ថុនោះតាមរយៈអ្នកដទៃហៅថាអ្នកកាន់កាប់ដោយប្រយោលអញ្ចឹងយើងចូលមកបញ្ហារបស់យើងថាទី1អ្នកកាន់កាប់ហើយនឹងកាន់កាប់ដោយក្តាប់វត្ថុនឹងដោយផ្ទាល់ហើយមួយទៀតចូលទៅកាន់កាប់ដីដែលគេបានស្នើសុំចុះបញ្ជីអញ្ចឹងសួរថាតើបើមានបញ្ហាបែបហ្នឹងត្រូវធ្វើយ៉ាងម៉េចយើងមើលការកាន់កាប់មួយដែលគេឲ្យនិយមន័យថាជាការកាន់កាប់ដែលមានវិការៈនៅក្នុងមាត្រា233នៃក្រមរដ្ឋវិន័យបានបង្ហាញអំពីការកាន់កាប់ដោយមានវិការៈការកាន់កាប់
ដោយមានវិការៈគឺមាន4លក្ខខណ្ឌទី1ការកាន់កាប់ដោយដឹងថាខ្លួនគ្មានសិទ្ធិកាន់កាប់ទេអញ្ចឹងហៅថាការកាន់កាប់ដោយទុច្ចរិតរីឯការកាន់កាប់ដែលបានដឹងមិនបានដឹងថាខ្លួនមិនបានដឹងថាខ្លួនគ្មានសិទ្ធិហៅថាការកាន់កាប់ដោយសុចរិតក្នុងករណីដែលមានកំហុសនៅក្នុងការមិនបានដឹងនោះហៅថាការកាន់កាប់ដោយកំហុសអញ្ចឹងសូមបញ្ជាក់ថាទី1បើយើងដឹងខ្លួនថាខ្លួនយើងអត់មានសិទ្ធិកាន់កាប់ទេគឺការកាន់កាប់ដោយទុច្ចរិតហើយបើសិនបើយើងមិនបានដឹងខ្លួនអត់បានដឹងជាមុនថាមានសិទ្ធិឬមិនមានសិទ្ធិគឺជាការកាន់កាប់ដោយសុចរិតចំណែកឯការកាន់កាប់ដែលមានកំហុសក្នុងការមិនដឹងឃើញទេមិនដឹងគឺជាការកាន់កាប់ដែលមានកំហុសអញ្ចឹងការកាន់កាប់បែបណាក៏ដោយដែលទុច្ចរិតមិនដឹងគឺសុចរិតតែអាកំហុសដែលមិនដឹងនេះគឺជាការកាន់កាប់ដោយកំហុសយើងអត់ដឹងអញ្ចឹងការកាន់កាប់ដោយកំហុសអាហ្នឹងកថាខណ្ឌទី1នៃមាត្រា233កថាខណ្ឌទី2ថាការកាន់កាប់ដោយសន្តិវិធីយើងចូលកាន់កាប់គឺដោយសន្តិវិធីមិនមានការហាមឃាត់មិនមានស្អីទេសំដៅទៅលើការកាន់កាប់ដោយពុំប្រើហិង្សាប៉ុន្តែទោះបីជាអ្នកដែលកាន់កាប់ដោយសន្តិវិធីការការពារការកាន់កាប់របស់ខ្លួនដោយប្រើហិង្សាចំពោះការបំពានមិនត្រឹមត្រូវរបស់តថេជនក៏ដោយក៏ការកាន់កាប់នោះនៅតែជាការកាន់កាប់ដោយសន្តិវិធីដែរមានន័យថាយើងចូលកាន់កាប់ដោយសន្តិវិធីប៉ុន្តែយើងការពារនៅអ្វីដែលជាការកាន់កាប់របស់យើងដោយប្រើអំពើហិង្សាដោយប្រើហិង្សាអញ្ចឹងការកាន់កាប់នោះក៏នៅតែជាការកាន់កាប់ដោយសន្តិវិធីដែរប៉ុន្តែអាហ្នឹងក៏គេហៅថាជាការកាន់កាប់មួយនៅក្នុងការកាន់កាប់ដោយមានវិការៈទី3ការកាន់កាប់ដោយដឹងឮជាសាធារណៈគឺសំដៅទៅលើការកាន់កាប់ដោយមិនលាក់បាំងដើម្បីធ្វើឲ្យអ្នកមានសិទ្ធិលើវត្ថុកាន់កាប់អាចដឹងឬឃើញវត្ថុកាន់កាប់នោះអញ្ចឹងការកាន់កាប់បែបនេះគឺជាការកាន់កាប់ដែលមានវិការៈការកាន់កាប់ដោយទុច្ចរិតគឺការកាន់កាប់ដោយសុចរិតតែមានកំហុសការកាន់កាប់ដោយគ្មានសន្តិវិធីនិងការកាន់កាប់ដោយមិនសាធារណៈហៅថាការកាន់កាប់ដោយមានវិការៈអញ្ចឹងមាត្រា223បានចែងគឺ233គឺបានកំណត់ថាការកាន់កាប់បែបណាជាការកាន់កាប់ដែលមានវិការៈអញ្ចឹងពាក្យថាមានវិការៈគឺជាការកាន់កាប់មួយដែលអាចលុបចោលនៅការកាន់កាប់ឬក៏អាចជាកម្មវត្ថុនៃការមិនទទួលស្គាល់នៅការកាន់កាប់ដែរអញ្ចឹងការកាន់កាប់ដែលមានវិការៈហើយនឹងការកាន់កាប់មួយដែលគេបានស្នើសុំចុះបញ្ជីឬដីនឹងបានមានម្ចាស់ហើយប៉ុន្តែទុកចោលមានម្ចាស់មានន័យថាគាត់ស្នើសុំចុះបញ្ជីនៅស្នើសុំការកាន់កាប់មិនស្នើសុំចុះបញ្ជីស្នើសុំការកាន់កាប់នៅឃុំមានបញ្ជីស្នាមហើយប៉ុន្តែដោយសារតែឃើញដីនឹងទុកចោលក៏មានជនខិលខូចផ្ទះហោះផ្ទះហើរចូលមកកាន់កាប់តើត្រូវធ្វើយ៉ាងម៉េចក្នុងករណីនេះផ្នែកទី2សិទ្ធិទាមទារឲ្យមានការការពារការកាន់កាប់អញ្ចឹងគឺនៅក្នុង
នៅក្នុងក្រមរដ្ឋបវេនីគឺថាមាត្រា236បានផ្ដល់សិទ្ធិឲ្យមានសិទ្ធិទាមទារឲ្យការការពារការកាន់កាប់បើមានករណីបែបនេះគឺត្រូវមានសិទ្ធិការពារសិទ្ធិទាមទារការពារការកាន់កាប់បញ្ញត្តិនៅក្នុងមាត្រា236នៃក្រមរដ្ឋបវេនីបានបញ្ញត្តិថាអ្នកកាន់កាប់អាចទាមទារឲ្យប្រគល់វត្ថុដែលត្រូវបានដកហូតវិញទាមទារឲ្យបញ្ឈប់ការរារាំងការកាន់កាប់ឬទាមទារឲ្យបង្ការជាមុននៅការរារាំងការកាន់កាប់បានដោយយោងតាមបញ្ញត្តិចាប់ពីមាត្រា237សិទ្ធិទាមទារឲ្យប្រគល់វត្ថុកាន់កាប់យកមកវិញដល់មាត្រា241ទំនាក់ទំនងនិងសិទ្ធិដែលនាំឲ្យមានមូលហេតុគតិយុត្តនៃក្រមនេះបើទោះបីជាការកាន់កាប់នោះជាការកាន់កាប់ដោយចំពោះឬក៏ដោយប្រយោលក៏ដោយអញ្ចឹងអ្នកកាន់កាប់មានសិទ្ធិទាមទារឲ្យការការពារការកាន់កាប់បញ្ហានៅថងតាមួយបានស្នើសុំចុះបញ្ជីនេះក៏បង្ហាញពីភស្តុតាងថាដីនេះគឺមានគេកាន់កាប់រួចហើយអ្នកដែលចូលកាន់កាប់មកក្រោយគឺជាការកាន់កាប់ដោយមានវិការៈហើយអញ្ចឹងអ្នកដែលកាន់កាប់ក្រោយមិនអាចតតាំងជាមួយនឹងអ្នកកាន់កាប់ដែលបានស្នើសុំកាន់កាប់ត្រឹមត្រូវដែលមេឃុំចៅសង្កាត់ទទួលស្គាល់អត្តសញ្ញាណរបស់ពួកគេរួចហើយនោះទេអញ្ចឹងអ្នកកាន់កាប់ដែលបានស្នើសុំកាន់កាប់ត្រឹមត្រូវអាចអនុវត្តមាត្រា236គឺសិទ្ធិទាមទារឲ្យការពារការកាន់កាប់អញ្ចឹងសួរថាការពារឲ្យសិទ្ធិទាមទារឲ្យការពារការកាន់កាប់នឹងយ៉ាងម៉េចគឺយើងមានមាត្រា237គឺទាមទារឲ្យប្រគល់វត្ថុកាន់កាប់នឹងមកវិញសួរថាទាមទារឲ្យប្រគល់មកវិញយ៉ាងម៉េចគឺត្រូវប្តឹងទៅតុលាការយើងមិនអាចប្រើហិង្សាយើងមិនអាចទៅដេញកាប់ទៅចាក់ទៅអីគេដើម្បីឲ្យគេប្រគល់ទេប៉ុន្តែយើងនៅក្នុងមាត្រា237កថាខណ្ឌទី3គឺថាត្រូវប្តឹងមកវិញធ្វើឡើងក្នុងអំឡុងពេល1ឆ្នាំគិតចាប់ពីការដកហូតការកាន់កាប់នោះអញ្ចឹងយើងត្រូវប្តឹងប្រើសិទ្ធិនៅការទាមទារនេះនៅពេលដែលមានតតិជននៅមានជនណាមួយចូលមកកាន់កាប់ដីរបស់យើងដោយហិង្សាដោយមានវិការៈមួយទៀតយើងអត់ចាំបាច់រហូតទៅដល់គេចូលកាន់កាប់បានយើងអនុវត្តសិទ្ធិទាមទារឲ្យប្រគល់មកវិញទេមាត្រា238បានបញ្ញត្តិថាសិទ្ធិទាមទារឲ្យបញ្ឈប់ការរារាំងនៅការកាន់កាប់ប្រសិនបើអ្នកកាន់កាប់ត្រូវបានរារាំងនៅការកាន់កាប់របស់ខ្លួនអ្នកកាន់កាប់នោះអាចទាមទារឲ្យបញ្ឈប់ការរារាំងនៅការកាន់កាប់បានបណ្ដឹងទាមទារឲ្យបញ្ឈប់ការរារាំងការកាន់កាប់ត្រូវធ្វើឡើងនៅពេលដែលមានការរារាំងឬក្នុងអំឡុងពេល1ឆ្នាំក្រោយពីការរារាំងនោះចប់ប៉ុន្តែក្នុងករណីដែលវត្ថុកាន់កាប់នោះបានទទួលនៅការខូចខាតដោយសារស្ថាប័នកម្ម
បណ្ដឹងនោះមិនអាចធ្វើឡើងបានឡើយបើក្នុងអំឡុងពេលមួយឆ្នាំបានកន្លងហួសចាប់តាំងពីពេលស្ថាប័នកម្មបានចាប់ផ្ដើមឬបើស្ថាប័នកម្មនោះបានចប់អញ្ចឹងសូមប្រយ័ត្នតិចដែររឿងអំឡុងពេលកំណត់ដើម្បីឲ្យរារាំងនៅបញ្ឈប់នៅការរារាំងនៅការកាន់កាប់អញ្ចឹងទី1យើងបានយល់អំពីសិទ្ធិកាន់កាប់ទី2យើងបានយល់អំពីវិការៈនៃការកាន់កាប់ទី3យើងបានយល់អំពីសិទ្ធិទាមទារឲ្យការពារការកាន់កាប់សិទ្ធិទាមទារឲ្យមានទាមទារឲ្យមានការកាន់កាប់សិទ្ធិទាមទារឲ្យការពារនៅការកាន់កាប់ប្រសិនបើអ្នកដែលចូលកាន់កាប់ហ្នឹងធ្វើឲ្យខូចប្រយោជន៍គឺយើងអាចប្តឹងសុំឲ្យសងសំណងនៃការខូចខាតដោយផ្អែកទៅលើអំពើអនិច្ចានុកូលអំពើអនិច្ចានុកូលសិទ្ធិប្តឹងទាមទារសំណងនេះគឺដែលកើតឡើងពីការដកហូតការកាន់កាប់របស់យើងត្រូវធ្វើឡើងក្នុងអំឡុងពេល1ឆ្នាំគិតចាប់ពីពេលដែលការកាន់កាប់ត្រូវបានដកហូតអញ្ចឹងឧទាហរណ៍ថាពាក្យថាដកហូតហ្នឹងឧទាហរណ៍យើងស្នើសុំកាន់កាប់តាមនីតិវិធីស្រាប់តែជនទី3ចូលមកអាហ្នឹងគឺសំដៅទៅលើការដកហូតហើយកាប់បំផ្លិចបំផ្លាញដំណាំដើមឈើហើយកែប្រែលក្ខណៈដីជីកស្អីគ្រប់សពបែបយ៉ាងនៅលើដីដែលនាំឲ្យខូចស្ថានភាពដើមនេះអាចចាត់ទុកថាជាការខូចខាតកើតឡើងពីការដកហូតហើយយើងច្បាប់អនុញ្ញាតឲ្យប្តឹងទាមទារសំណងនៃការខូចខាតតាមអំពើអនិច្ចានុកូលត្រង់នេះខ្ញុំសូមបើកវងចោតតិចដោយសារកន្លងមកបងប្អូនដែលមិនបានយល់ដឹងអំពីច្បាប់ឲ្យបានត្រឹមត្រូវមិនបានប្រឹក្សាច្បាប់ឲ្យបានត្រឹមត្រូវច្រើនតែប្តឹងទៅតុលាការរឿងព្រហ្មទណ្ឌឧទាហរណ៍ហិង្សាដោយចេតនាទៅលើអ្នកកាន់កាប់អចលនវត្ថុឬក៏ប្តឹងអំពើហិង្សាប្តឹងព្រហ្មទណ្ឌទៅលើការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់អ្នកដទៃរបស់ខ្លួនណាអញ្ចឹងបើកលេចមកមើលមាត្រា239គឺយើងអាចទាមទារសំណងនៃការខូចខាតយើងអាចទាមទារមកវិញនៅវត្ថុដែលបានដកហូតហើយការទាមទារនេះត្រូវធ្វើឡើងតាមតុលាការហើយសំណងនៃការខូចខាតនេះគឺយើងប្តឹងដោយផ្អែកទៅលើអំពើអនិច្ចានុកូលមិនមែនប្តឹងទាមទារតាមរយៈសំណុំរឿងព្រហ្មទណ្ឌឬក៏ជាបទល្មើសព្រហ្មទណ្ឌទេនេះគឺជាលក្ខខណ្ឌមួយដែលចង់បង្ហាញទៅបងប្អូនថាពេលគេចូលកាន់កាប់ពេលគេធ្វើនេះធ្វើនោះយើងអត់អាចយករឿងនឹងទៅប្តឹងទៅជារឿងព្រហ្មទណ្ឌទេវាលើកលែងតែរឿងព្រហ្មទណ្ឌវាលើកលែងតែគេទៅវាយហិង្សាបង្ករបួសស្នាមទៅលើយើងដែលជាអ្នកកាន់កាប់ដោយសុចរិតអាហ្នឹងជារឿងព្រហ្មទណ្ឌប៉ុណ្ណេះរឿងកាប់ដើមឈើរឿងឈូសឆាយនេះរឿងឈូសឆាយនោះបំផ្លិចបំផ្លាញនេះនៅក្នុងមាត្រា239គេថាការដកហូតសិទ្ធិកាន់កាប់ហើយបណ្ដាលឲ្យមានការខូចខាតគឺអាចទាមទារសំណងដោយផ្អែកទៅលើអំពើអនិច្ចានុកូលអញ្ចឹងមិនមែនជាការប្តឹងរឿងព្រហ្មទណ្ឌទេនេះគឺជាចំណេះដឹងមួយចាំបាច់ដែរព
ពីព្រោះនៅពេលដែលយើងបានយល់អំពីការចង្អុលបង្ហាញរបស់ច្បាប់គឺវាមិននាំឲ្យបងប្អូនខាតពេលវេលាខាតថវិកានៅក្នុងការដោះស្រាយបញ្ហារបស់បងប្អូនអញ្ចឹងគឺជាការប្តឹងទាមទារសំណងនៃការខូចខាតដែលកើតឡើងដោយផ្អែកទៅលើការដកហូតផ្អែកលើអំពើដែលមានអំពើតាមរយៈអំពើអន្តរជាតិអញ្ចឹងហើយចំណុចមួយទៀតដែលខ្ញុំចង់បង្ហាញដែរគឺប្រកាសរបស់សេចក្តីប្រកាសរួមគេប្រើពាក្យថាប្រកាសអន្តរក្រសួងគឺស្ដីពីការកែប្រែការកែសម្រួលប្រការ9នៃប្រកាសអន្តរក្រសួងលេខ215ប្រកដណសមផចុះថ្ងៃទី9កញ្ញា2005របស់រដ្ឋមន្ត្រីក្រសួងដែនដីនគររូបនីយកម្មនិងសំណង់និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអំពីទួលនីតិនិងការទទួលខុសត្រូវរបស់រដ្ឋបាលឃុំសង្កាត់ក្នុងការចុះបញ្ជីដីធ្លីអញ្ចឹងនៅក្នុងប្រកាសកែសម្រួលចុះថ្ងៃទី31ខែកក្កដាឆ្នាំ2025នេះគឺបានចង្អុលបង្ហាញឲ្យតួអង្គ2ភាគដែលចង្អុលបង្ហាញអំពីភារកិច្ចរបស់តួអង្គ2ទី1គឺមន្ត្រីសុរិយោដីនៃមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសុរិយោដីរាជធានីខេត្តឬមន្ត្រីសុរិយោដីនៃការិយាល័យរៀបចំដែនដីនគររូបនីយកម្មសំណង់និងភូមិបាលនៃរដ្ឋបាលក្រុងស្រុកខណ្ឌគឺជាអ្នកបញ្ជាក់លើលិខិតសញ្ញាផ្សេងចំពោះដីធ្លីដែលបានចុះបញ្ជីរួចដូចជាលិខិតលក់ផ្ដាច់លិខិតអំណោយផ្ដាច់កិច្ចសន្យាបង្កើតសិទ្ធិលើការបញ្ចាំកិច្ចសន្យាបង្កើតអ៊ីប៉ូតេកឧទាហរណ៍ថាដីយើងជាដីប្លង់រឹងហើយអញ្ចឹងបើយើងចង់ធ្វើអំណោយផ្ដាច់គឺត្រូវធ្វើលិខិតអំណោយហ្នឹងត្រូវមានការបញ្ជាក់លើលិខិតអំណោយហ្នឹងដោយមន្ត្រីសុរិយោដីមន្ទីរឬក៏មន្ត្រីសុរិយោដីនៃភូមិបាលរដ្ឋបាលក្រុងស្រុកខណ្ឌហើយតួនាទីមួយទៀតគឺចង្អុលបង្ហាញឲ្យចង្អុលបង្ហាញឲ្យតួនាទីរបស់មេឃុំចៅសង្កាត់ថាជាអ្នកបញ្ជាក់លិខិតសញ្ញាផ្សេងចំពោះដីធ្លីដែលមិនទាន់ចុះបញ្ជីដោយត្រូវយកចិត្តទុកដាក់និងទទួលខុសត្រូវលើអត្តសញ្ញាណអចលនវត្ថុដែលជាកម្មវត្ថុនៃលិខិតកិច្ចសន្យានិងអត្តសញ្ញាណគូភាគីនៃកិច្ចសន្យាអញ្ចឹងប្រកាសអន្តរក្រសួងនេះគឺទម្លាក់បន្ទុកទៅឲ្យមេឃុំចៅសង្កាត់ត្រូវតែយកចិត្តទុកដាក់ពិនិត្យនិងទទួលខុសត្រូវលើអត្តសញ្ញាណអចលនវត្ថុដែលជាកម្មវត្ថុនៃលិខិតកិច្ចសន្យានិងអត្តសញ្ញាណគូភាគីនៃកិច្ចសន្យាអញ្ចឹងកម្មវត្ថុនៃលិខិតកិច្ចសន្យាយើងអត់ដឹងថាមានកិច្ចសន្យាអីខ្លះទេគឺវាអាស្រ័យទៅលើគោលបំណងរបស់ភាគីអញ្ចឹងដីដែលមិនទាន់បានចុះបញ្ជីគឺឃុំសង្កាត់ត្រូវពិនិត្យទៅលើដីហើយនិងអត្តសញ្ញាណនៃគូភាគីសូម